នេះជារឿងពិតដែលបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងខេត្តកំពង់ចាមកាលពីអំឡុងទសវត្សរ៍ទី90ភូមិនោះស្ងាត់ជ្រងំហុំព័ទ្ធទៅដោយដើមឈើធំធំនិងម្លប់ឈើដ៏ត្រជាក់នៅក្នុងភូមិមានមនុស្សរស់នៅប្រកបដោយសុខសាន្តតែអ្នកស្រុកនៅទីនោះខ្លាចរអានឹងរឿងអមនុស្សវីសាជាអ្នកចូលចិត្តវត្ថុបុរាណវ័យក្មេងម្នាក់ដែលមិនសូវជឿលើរឿងខ្មោចព្រាយនោះទេគាត់ទើបតែទិញផ្ទះបុរាណចាស់មួយពីគ្រួសារអ្នកមានម្នាក់ដែលបានផ្លាស់ទីលំនៅទៅរស់នៅក្នុងទីក្រុងវិញក្នុងចំណោមគ្រឿងសង្ហារិមចាស់ៗទាំងអស់ដែលវីសាបានទិញមានវត្ថុមួយដែលទាក់ភ្នែកគាត់ខ្លាំងបំផុតនោះគឺទូឈើបុរាណដ៏ធំមួយដែលធ្វើអំពីឈើនាងនួនពណ៌ខ្មៅរលោងរចនាដោយក្បាច់ផ្កាភ្ញីខ្មែរដ៏ស្មុគស្មាញនិងមានចាក់សោលង្ហិនចាស់ទ្រុឌទ្រោមមួយបិទជិតនៅពេលវិសាកំពុងសម្លឹងមើលទូនោះស្រាប់តែឮសំឡេងគ្រីកគ្រូកចេញពីក្នុងទូឈើនោះវិសាគិតនៅក្នុងចិត្តថាទូនេះស្អាតអស្ចារ្យមែនម្ដេចក៏គេទុកចោលអញ្ចឹងទូនេះពិតជាធំទូលាយហើយមានក្លិនឈើចាក់លាយឡំនឹងក្លិនដូចជាគ្រឿងក្រអូបអ្វីមួយដែលធ្វើឲ្យវិសាមានអារម្មណ៍ប្លែកពេលចូលទៅជិតមានអារម្មណ៍ថាដូចជាមានភ្នែកធំកំពុងសម្លឹងមើលគាត់ដោយសេចក្តីងឿងឆ្ងល់វិសាក៏ព្យាយាមវាយបំបែកសោដើម្បីមើលវត្ថុនៅក្នុងទូនោះមួយសន្ទុះក្រោយមកស្រាប់តែអ្នកជិតខាងរបស់វិសាបានដើរមកនិយាយខ្សឹបថាក្មួយទូនឹងជាទូបុរាណប្រហែលជាមានអាយុកាលយូរហើយក៏ប្រហែលជាមានម្ចាស់យាមដែរកុំបើកវាអីវិសាសើចតិចអរគុណហើយពូរឿងខ្មោចអីណោះខ្ញុំមិនជឿទេវិសានៅតែព្យាយាមបើកសោបន្តទៀតតែដោយសារតែមិនអាចបើកបានគាត់ក៏ឈប់រួចចូលទៅសម្រាកបាត់ទៅនៅវេលាម៉ោង12យប់បរិយាកាសស្ងាត់ជ្រងំឮតែសំឡេងសត្វល្អិតនិងសំឡេងខ្យល់ក៏ប៉ុន្តែដូចជាមានអ្វីកំពុងរើនៅក្នុងទូដោយសារតែឮសំឡេងនោះវិសាក៏បានភ្ញាក់ឡើងហើយគាត់បានក្រោកឡើងរួចក៏និយាយថានរណាគេនឹងគាត់ក៏បានបើកភ្លើងហើយមើលទៅទូដូចនៅធម្មតាគាត់យកដៃទៅស្ទាបផ្ទៃទូឃើញថាមានធូលីនៅជាប់នឹងទូតិចគាត់គិតថាប្រហែលជាកណ្ដុរនៅក្នុងនោះហើយវិសាគិតនៅក្នុងចិត្តទៀតថាអត់មានអីផងខ្ញុំខំតែភ័យពេលគាត់ដើរត្រឡប់ក្រោយបំរុងចូលទៅសម្រាកវិញហើយស្រាប់តែសំឡេងនោះចាប់ផ្ដើមឮម្ដងទៀតសំឡេងនោះឮលឿនជាងមុនបន្ទាប់មកក៏ដូចជាសំឡេងដែលគេកេះក្រចកចេញពីក្នុងទូអញ្ចឹងតែសំឡេងនោះបានបាត់ទៅវិញភ្លាមផងដែរនៅពេលដែលវិសាបានងាកត្រឡប់មកក្រោយវិញគាត់ចាប់ផ្ដើមមានអារម្មណ៍ព្រឺសម្បល់ហើយក៏ប្រញាប់រត់ចូលទៅក្រឡុំភួយដេកបាត់ទៅនៅពេលព្រឹកឡើងវិសាប្រញាប់ទៅមើលទូនោះម្ដងទៀតទោះជាវាជាទូឈើចាស់ក៏ដោយប៉ុន្តែវាហាក់ដូចជារលោងនិងថ្មីជាងកាលពីយប់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺក្លិនឈើចាស់បានប្រែคล้ายទៅជាក្លិនផ្កាម្លិះនិងក្លិនល្មៀតដ៏ឈ្ងុយឈ្ងប់ដូចជាក្លិនរបស់ស្ត្រីខ្មែរពីបុរាណអញ្ចឹងវិសាចាប់ផ្ដើមឆ្ងល់ក្លិនអីក៏ឈ្ងុយម្លេះដូចជាក្លិនម្សៅតែពីយប់មិញដូចជាអត់មានក្លិននេះផងគាត់ក៏សម្រេចចិត្តយកកូនសោគ្រប់ប្រភេទមកសាកល្បងដើម្បីបើកទូនេះម្ដងទៀតតែគ្មានកូនសោណាចាក់ត្រូវនោះឡើយវិសាចាប់ផ្ដើមពិនិត្យមើលទូឈើនេះឡើងវិញ
ពេលដែលគាត់ជូតធូលីចេញស្រាប់តែឃើញមានស្នាមក្រចកឆូតឆោតល្អិតៗដូចជាស្នាមក្រចករបស់មនុស្សស្រីអញ្ចឹងតែដោយសារតែมันអាចសន្និដ្ឋានបានថាជាអ្វីឲ្យប្រកបវិសាក៏បានចាកចេញទៅបំពេញការងារគាត់ដោយសពមួយដងឈានចូលដល់យប់ទី2ម៉ោងប្រហែលជា7យប់វិសាបើកភ្លើងអំពូលពណ៌លឿងព្រឺងនៅក្នុងបន្ទប់អង្គុយអានសៀវភៅនៅមុខទូនៅលើទូនោះមានកញ្ចក់ឆ្លុះតូចមួយដែលត្រូវបានបិទបាំងដោយធូលីដីពេលដែលកំពុងអានសៀវភៅសុកភ្លាមនោះស្រមោលមួយក៏បានលេចឡើងនៅក្នុងកញ្ចក់ឆ្លុះនោះវាជាស្រមោលស្រីសក់វែងម្នាក់កំពុងអង្គុយលើទូវិសាភ្ញាក់ផ្អើលខ្លាំងស្រែកឡើងអើយស្អីគេហ្នឹងគាត់ងាកមកមើលក្រោយគឺគ្មានអ្វីសោះគាត់ងាកទៅកញ្ចក់វិញស្រមោលនោះក៏បាត់ដែរវិសាចាប់ផ្ដើមញ័រដៃញ័រជើងហើយគិតថាខ្ញុំប្រហែលជាព្រិលភ្នែកហើយគាត់ក៏ឈប់អានសៀវភៅហើយក៏ចូលសម្រាកបាត់ទៅព្រឹកឡើងវិសារៀបចំខ្លួនទៅធ្វើការដោយធម្មតាគាត់ក៏បានទៅមើលទូនោះម្ដងទៀតពេលគាត់ចូលទៅជិតទូនៅតែបញ្ចេញក្លិនក្រអូបពេលនេះក្លិននោះហាក់ដូចជាក្រអូបខ្លាំងជាងមុនធ្វើឲ្យគាត់ចម្លែកចិត្តកាន់តែខ្លាំងបេះដូងវិសាចាប់ផ្ដើមដើរញាប់ម្ដងទៀតប៉ុន្តែដោយសារតែពេលនេះគឺជាពេលព្រឹកគាត់ក៏មិនសូវខ្លាចខ្លាំងណាស់ដែរនៅពេលដែលកំពុងតែសម្លឹងមើលទូនោះវិសាក៏បានប្រទះឃើញសរសៃសក់ខ្មៅវែងមួយសរសៃជាប់នឹងរុនសោលង្ហិនចាស់នោះវិសាចាប់ផ្ដើមគិតថាសក់អ្នកណានឹងវែងម្នេះហើយត្រង់ទៀតសក់ខ្ញុំមិនមែនទេវិសាក៏បានចាប់ទាញសក់នោះចេញដើម្បីយកទៅបោះចោលប៉ុន្តែដល់ពេលដែលគាត់កាន់សក់នោះមានអារម្មណ៍ថាសក់នោះត្រជាក់ដូចជាទឹកកកអញ្ចឹងនៅពេលងាកមកមើលទូម្ដងទៀតវិសាឃើញថាផ្ទៃទូមានស្នាមប្រឡាក់ពណ៌ក្រហមតូចដូចជាឈាមប៉ុន្តែវាស្ងួតហែងទៅហើយវិសាមានការចម្លែកចិត្តយ៉ាងខ្លាំងគាត់ក៏បានទៅជួបលោកយាយម្នាក់ដែលធ្លាប់រស់នៅក្នុងភូមិនេះតាំងពីយូរលង់ណាស់មកហើយដើម្បីសួរអំពីប្រវត្តិផ្ទះនិងទូដែលគាត់បានទិញនេះវិសាក៏បានទៅជួបនឹងយាយច័ន្ទបានប្រាប់ថាទូនឹងគេហៅថាទូបាត់បាំងកាលពីជំនាន់ប៉ុលពតម្ចាស់ដើមផ្ទះនេះគឺឈ្មោះថាច័ន្ទរាគាត់ជាអ្នករាំរបាំបុរាណគាត់ស្រស់ស្អាតខ្លាំងណាស់វិសាចាប់ផ្ដើមសួរបន្តតើមានរឿងអ្វីកើតឡើងយាយច័ន្ទនិយាយបន្តទៀតថាខ្មែរក្រហមពួកគេបានយកគាត់ទៅរៀនសូត្រតែមុននឹងទៅគាត់បានលាក់របស់មានតម្លៃនិងស្បៃពណ៌មាសមួយនៅក្នុងទូនោះអ្នកស្រុកគេនិយាយថាច័ន្ទរានាងស្លាប់នៅក្នុងផ្ទះនេះហើយព្រលឹងរបស់នាងក៏បានចូលទៅក្នុងទូនោះដើម្បីយាមរបស់នាងច័ន្ទរាស្អប់អ្នកណាដែលប៉ះពាល់របស់នាងណាស់ស្ដាប់រួចហើយវិសាត្រឡប់មកផ្ទះវិញទាំងអារម្មណ៍ភ័យខ្លាចតែគាត់នៅតែព្យាយាមស្នាក់នៅផ្ទះនឹងបន្តទៀតដោយសារតែគាត់មិនទាន់បានឃើញអ្វីផ្ទាល់នឹងភ្នែកកើតឡើងនោះទេយប់ទី3ភ្លៀងចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងនៅខាងក្រៅវិសាកំពុងតែអង្គុយម្នាក់ឯងគាត់ព្យាយាមសម្រួលអារម្មណ៍ភ័យខ្លាចរបស់គាត់វិសាចាប់ផ្ដើមភ័យញាប់ញ័រហើយនិយាយខ្សឹបថាសំឡេងណាគេយំហ្នឹង
ស្រាប់តែសំឡេងស្រីយំផងរៀបរាប់ផងស្រែកឡើងឈឺណាស់ឈឺណាស់ជួយខ្ញុំផងសំឡេងនោះច្បាស់ជាសំឡេងរបស់ខ្មោចនាងច័ន្ទរាវិសាព្យាយាមបិទត្រចៀកតែសំឡេងនោះកាន់តែលឺខ្លាំងទៅលាយឡំជាមួយនឹងសំឡេងគោះទ្វារចេញពីទូនោះវិសាមានអារម្មណ៍ភ័យខ្លាចដល់កំពូលហើយក៏សម្រេចចិត្តទាញទូរស័ព្ទតែទៅគ្រូមន្តអាគមម្នាក់ដែលគាត់បានស្គាល់លោកគ្រូនោះបានប្រាប់ឲ្យវិសាចាំបន្តិចចាំគាត់តាក់ទងមកវិញមួយសន្ទុះក្រោយមកគ្រូមន្តអាគមនោះក៏បានតាក់ទងមកវិសាវិញតាមទូរស័ព្ទគាត់បាននិយាយថាគេមិនចង់ឲ្យក្មួយនៅទីនោះទេក្មួយត្រូវតែរើចេញមុនខែពេញបរមីគេមិនមែនគ្រាន់តែយាមទូទេតែគេកំពុងស្វែងរកអ្នកស្នងក្មួយត្រូវតែប្រយ័ត្នកញ្ចក់នៅលើទូនោះយប់នេះជាយប់ពេញបរមីពន្លឺព្រះច័ន្ទភ្លឺសចាំងថ្លាចូលតាមបង្អួចវិសាស្ដាប់តាមលោកគ្រូហើយប្រញាប់ប្រញាល់រៀបចំរបស់របរសំខាន់ដើម្បីរើចេញគាត់មានអារម្មណ៍ថាមានគេកំពុងតែសម្លឹងមើលគាត់មុននឹងចេញមកវិសាក៏បានដើរទៅជិតមើលទូជាលើកចុងក្រោយស្រាប់តែពេលនោះកញ្ចក់ឆ្លុះតូចនៅលើទូនោះក៏បានផ្ទុះបែកឡើងវិសាភ័យខ្លាចខ្លាំងណាស់ស្រែកឡើងភ្លាត់មាត់ថាអូបន្ទាប់ពីកញ្ចក់នោះបែកផ្សែងពណ៌សជាមួយនឹងក្លិនស្អុយក៏បានហុយចេញពីទូនោះវាបានប្រែក្លាយទៅជាស្រមោលស្រីម្នាក់ដ៏ស្រស់ស្អាតពាក់ស្បៃពណ៌សតែមានទឹកមុខយ៉ាងមុតមាំគួរឲ្យខ្លាចនារីម្នាក់នោះគឺជានាងច័ន្ទរានេះឯងនាងច័ន្ទរាបានបើកភ្នែកធំសំឡក់មើលមកវិសាហើយបាននិយាយថាឯងប៉ះរបស់អញឯងហ៊ានមើងងាយអញវិសាចាប់ផ្ដើមញាប់ញ័រពេញទាំងខ្លួនហើយនិយាយទាំងជាប់ដិតថាខ្ញុំសុំទោសខ្ញុំលែងហ៊ានហើយអត់ទោសឲ្យខ្ញុំផងយឺតពេលហើយឯងបានដឹងហើយបានឮហើយប្រលឹងឯងត្រូវតែនៅយាមទូនេះជំនួសអញខ្មោចនាងច័ន្ទរាបានរំកិលខ្លួនសំដៅមកកាន់វិសាក្លិនផ្កាម្លិះប្រែក្លាយទៅជាក្លិនឈាមវិសាព្យាយាមរួចគិតខ្លួនតែទ្វារទាំងអស់ហាក់ដូចជាត្រូវបានចាក់សោវិសាចាប់ផ្ដើមភ័យខ្លាំងណាស់ដោយតរតម្រេះបានព្យាយាមបែរបន់អស់ព្រះម្ចាស់ទឹកម្ចាស់ដីអ្នកតាដែលថែរក្សានិងរំលឹកគុណដល់ឪពុកម្ដាយរបស់គាត់ព្រមទាំងបានសូមអង្វរឲ្យនាងច័ន្ទរាបានដោះលែងស្រាប់តែមានសំឡេងយាយចាស់ម្នាក់បានមកខ្សឹបដាក់ត្រចៀកវិសាថាបើកទ្វាររត់ទៅពេលនោះទ្វារក៏បានបើកវិសាក៏ចាប់ផ្ដើមរត់យកប្រះអាយុដោយចេញពីទីនោះបាត់ឈឹងតរហូតទៅចាប់តាំងពីពេលនោះមកនៅពេលដែលអ្នកស្រុកធ្វើដំណើរឆ្លងកាត់ផ្ទះនោះតែងតែឮសំឡេងមនុស្សស្រីយំរាប់រៀបចេញពីទូបុរាណនោះហើយចាប់តាំងពីពេលនោះមកផ្ទះនោះក៏លែងមាននរណាហ៊ានចូលទៅជិតទៀតហើយ